ใส่เจ้าไอ้มาหายแย่บ้านភ្នែកមិនមើលតែប្រលឹងនៅក្នុងទ្រូងច្រមុះមិនធំក្លិនឯប្រលឹងនៅថ្លើមលោកយាយគ្រូអ៊ំដូចជាឆ្លងឡើងធានទៅតាមពីគុណសាស្ត្រទៅបងទៅសិនឡោះសើចច្បងមិនក៏ហាត់គុណឆ្លងកម្លាំងធាតុយ៉ាងដូចនេះកើតមានរឿងអីនឹកឃើញហើយអ្នកគ្រូណែពូវ៉ៃគីនបាត់បង់ស្នេហាទៀតហើយហ៎ត្រូវហើយណែឯងមើលបងប្អូនឯងទាំងពីរនាក់នោះមើលឥឡូវជាមួយវិញឈុននិងស៊ីស្រឡាញ់គ្នាសិតស្នាណាស់មើលឯងមើលឯងរវល់បាត់ស្នេហាអញ្ចឹងឯងដឹងទេខ្ញុំមិនដឹងទេខ្ញុំប្រាប់ឯងទៅចុះហើយកូនជាមនុស្សស្រួលត្រង់ស្អីយកវិញឆ្លៀសវៃប៉ុន្តែឯងវិញកំសាដូចកណ្ដុរគ្មានចរិតជាកូនប្រុសស្រីណាស្រឡាញ់ឯងស្រីកំមុំណាស្រឡាញ់ឯងហាវូវ៉ៃគីនអើយវូវ៉ៃគីនថ្ងៃក្រោយឯងបដូរឈ្មោះទៅជាវូបាត់បង់ស្នេហាវិញទៅគ្មានអ្នកណាស្រឡាញ់ឯងផងហ្វងសយកឯងហ្វងសយកគឺមកពីឯងនឹងបើគុំតែឯងសុទ្ធកំពីក្បួនចិត្តប្រចាស់ទីនោះគ្រូអ៊ំក៏មិនឆ្លងកម្លាំងធាតុដែរខ្ញុំដឹងតែឯងអចេតនាហើយឥឡូវគ្រូអ៊ំមិនអីប្រសើរហើយប៊ូវ៉ៃគីនឯងមានមុខអាក្រក់តែឯងមានចិត្តទន់ភ្លន់ចិត្តល្អិតល្អន់ឈឺឆ្អាលស្អីក៏មានតែហើយតើអ្នកណាយល់ចិត្តឯងត្រីហើយវៃប៊ូគីនមុខឯងអាក្រក់មែនតែចិត្តឯងទន់ចិត្តងំងល់របស់ឯងចិត្តល្អិតល្អន់របស់ឯងខ្ញុំចបងប្អូនយល់ហើយឯងសុខចិត្តទទួលចិត្តស្រឡាញ់ពីឲ្យគុណឯទេវៃគីនណែវៃគីនចាំមិនហ្នឹងវៃគីនអ្នកណាប្រមាថឯងប្រាប់ខ្ញុំដឹងផងមើលណែមិនដឹងមានអារម្មណ៍មិនល្អទេដឹងឯងនេះរកខែមានអារម្មណ៍មិនល្អតែអញ្ចឹងសៃយ៉ាសោះច្បងសាំតាំងហៅពុកបនតប្រៃសោះច្បងសាំតាំងមិនបានជាអញ្ចឹងមិនបានជាមេឈើខ្លាយទៅជាអញ្ចឹងបាញ់មិញគ្រូអ៊ំស្ទុះក្រោកឡើងវាយមួយសន្ទុះក៏ប្រែខ្លាយជាអញ្ចឹងមិននិយាយមួយម៉ាត់ក៏ស្ទុះទៅបាត់ទៅសាំទឹកគ្រូអ៊ំឯងជាអ្នកខ្លាំងខាងវិជ្ជាគុណមេឈើទាំងនេះជាប្រស្នាឯងនៅទីនេះខិតខំគិតមើលជាមួយពួកគេទៅប្រស្នាតែប្រស្នាស្អីទៅអាត្មាយល់ហើយទាំងអស់25ដើមគឺជាផ្កាថាហួយ55ដើមតែម្ដងផ្កាថាហួយសើចបងបើកណាមិនប្រយុទ្ធជាមួយលេខប៉ាសាននៅលើដីរៀបទេកណាអាចយកឈ្នះបានមែនទេត្រូវហើយទោះបីយ៉ាងណាក៏ដោយក៏មិនអាចយកឈ្នះលេខប៉ាសានបានដែរមានតែ2ម៉ាត់ឈ្នះវិញឈ្នះដោយក្បួនចម្លែកតែណែសើចបងទីនេះមានការអីមិនផ្ដោតចំណាយឲ្យខ្ញុំផងទេមិនមែនថា100ឯងទេមិញនេះឃើញឯងសងំក្នុងបន្ទប់ស្មានតែឯងឈឺផងខ្ញុំអត់ឈឺទេខ្ញុំបាត់បង់
បាក់ទឹកចិត្តអីនិយាយទៅក៏ឯងមិនដឹងដែរប៉ុន្តែខ្ញុំទម្លាប់បានហើយបាក់ទឹកចិត្តជារឿងតូចបាត់បងប្អូនគឺជារឿងធំហើយយ៉ាងម៉េចដែររកឃើញមជ្ឈបាយទប់ទល់លេខប៉ាសានហើយនៅចង់ប្រាប់ខ្ញុំនិយាយទៅខ្វះតែឯងម្នាក់គត់បងប្អូនមកយើងទៅរកកាប់ឈើក្បួនមួយនេះគឺលោកយាយអ៊ូមីជាអ្នកបង្កើតហៅថាក្បួនផ្កាថៅហួយឡោតោះខ្ញុំសាមុនអ្នកណាឡើងមុនឡើងទាំងអស់គ្នាហិច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 អីហិច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 ខោបំណងធំហើយក្បួនផ្កាថៅហួយផងមិនតន់ឈោជើងឲ្យស្រួលបួលផងកំថាឡាយវាច់ជាមួយនឹងគេនោះតាមពិតមិនអាចទៅរួចទេគ្រូអ៊ំបង្កើតក្បួននេះគឺមានប្រយោជន៍របស់វាយ៉ាល់អងទៅសួរគ្រូអ៊ំសិនទៅគ្រូអ៊ំកំពុងតែរួចពីសភាពពិការរយៈពេលនេះយើងមិនអាចទៅរំខានគាត់ទេចាំអាត្មាគិតមើលអ្នកគ្រូសូមប្រាប់កូនផងធ្វើយ៉ាងម៉េចទៅឈរនៅលើក្បួនផ្កាថៅហួយដូចដីរៀបបានក្បួនផ្កាថៅហួយត្រូវហើយសិស្សច្បងសានទឹកប្រាសសធំ25ដានតែបង្កើតក្បួនផ្កាថៅហួយដូចគ្នាបែបបាច់នៅក្នុងព្រៃថែមទាំងដាក់ឈ្មោះមួយថាក្បួនផ្កាថៅហួយចំណុចល្អរបស់ហ្វងសីយកគឺវាវៀងវៃរហ័សរហួនវាចង់ប្រើក្បួននេះយកឈ្នះលៃប៉ាសានគ្រូបង្កើតក្បួននេះដោយចៃដន្យមិនមែនប្រើក្នុងក្បួនប្រយុទ្ធស្លាប់រស់ទេអ្នកគ្រូស្រមោចនៅចង់រស់សីយកមិនមែនចង់ឲ្យលៃប៉ាសានស្លាប់ទេគឺចង់រក្សាជីវិតប៉ុណ្ណោះឬមួយក៏ធ្វើអញ្ចឹងខុសដែរក្បួនមួយនេះមានតែរាងខ្ពស់ទៀតគ្រូនៅមិនទាន់អាចក្តាប់សភាពបានច្បាស់លាស់ទាំងអស់ផងបន្ទាន់យកសម្រាប់ដល់ចុងក្រោយមានតែនាំទុកដល់សីយកតែដែលគ្មានមធ្យោបាយពិធីអីក៏គួរឲ្យសាកល្បងដែរស្លាប់រស់ឈ្នះចាញ់គឺទុកឲ្យសីយកទទួលខុសត្រូវទទួលគ្រូបង្កើតនៅក្បួននេះគឺហេតុវាចង់ប្រើប្រាស់ក្បួននេះគឺផលកើតពីហេតុគឺទុកឲ្យគ្រូជាអ្នកទទួលចា